ចាហួយឬក៏សារ៉ាយគឺជាប្រភេទបង្អែមឬក៏អាហារសម្រន់មួយមុខដែលងាយស្រួលធ្វើជាទីបំផុតហើយនៅក្នុងនោះគឺយើងអាចកែច្នៃបានច្រើនរបៀបមែនទែននៅក្នុងការធ្វើចាហួយដោយយើងអាចមានជាគ្រឿងផ្សំគោលផ្សេងដើម្បីកែច្នៃចាហួយរបស់យើងនឹងឲ្យបានមានពណ៌ស្អាតមានរូបរាងស្អាតផ្សេងទៅដូចជាថ្ងៃនេះចឹងខ្ញុំមានសកាអ្នកដែលនៅសល់ក្នុងទូនឹង2ផ្លែទៅដល់គោខាប់មកកំប៉ុងអំបិលបន្តិចហើយនឹងម្សៅចាហួយនៅក្នុងនោះសកានេហ្នឹងគឺយើងយកមកចិតសម្បកហើយកាត់ជាកង់ឲ្យបានស្អាតមកហើយយើងដាក់ទឹកចូលហើយនឹងដាក់ចូលទៅក្នុងម៉ាស៊ីនក្លុកដើម្បីធ្វើការក្លុកសកានេហ្នឹងឲ្យបានឲ្យម៉ត់ល្អចាអញ្ចឹងសកានេ2ផ្លែហ្នឹងគឺខ្ញុំកិនម៉ាស៊ីនដាក់2ដងមកគឺយើងនឹងទទួលបានទឹកសកានេគឺឡើងពណ៌ឡើងក្រហមល្អមែនទេណាពេលមើលទៅគឺឡើងតំណងដូចដាក់លក្ខអញ្ចឹងប៉ុន្តែធេបពិតគឺអត់មានដាក់អីទេគឺផ្លែសកានៀកសុទ្ធហើយយើងថែមអំបិលចូលចំនួន1ចុងស្លាបព្រាមកហើយដាក់ម្សៅចាហួយនឹងចូលប្រហែលជាមួយស្លាបព្រាកន្លះចូលកូរនៅក្នុងនឹងដោយសារតែជាក្បួនគឺម្សៅមកកញ្ចប់យើងប្រើទឹក3លីត្រចាក់ទឹកដោះគោខាប់នឹងចិត្តមកកំប៉ុងដោយសារតែមកកំប៉ុងនឹងគឺខ្ញុំទុកខ្លះដើម្បីដាក់នៅជាមួយនឹងទឹកខ្ទិះដូងទុកចាក់មុខពីលើបន្ទាប់យើងឧស្សាហ៍កូរទឹកសកានេនឹងបន្តិចពីព្រោះតកាលណាយើងអត់កូរចាំឲ្យពុះតែម្ដងនឹងធ្វើឲ្យមានកកឬក៏ខ្លោចនៅខាងបាតក្រោមយើងកូររហូតដល់ពុះល្អបែបនេះគឺយើងអាចបលួតភ្លើងហើយទុកឲ្យស្រក់ពុះនឹងបន្តិចទៅយើងនឹងអាចយកទៅចាក់នៅក្នុងថាសបាននៅក្នុងនោះគឺខ្ញុំប្រើថាសធំមួយចាក់ចូលគ្នាទាំងអស់ខ្ញុំអត់បានចាក់ចូលទៅជាប្រអប់តូចទេយើងចាក់ចូលរហូតតអស់មកហើយយើងទុករហូតឲ្យរាងឡើងកកទើបយើងទៅធ្វើនៅខ្ទិះដើម្បីចាក់នៅពីលើនៅក្នុងហ្នឹងគឺខ្ញុំដាក់ខ្ទិះដូងចំនួន1លីត្រហើយបន្ថែមជាមួយនឹងអំបិលបន្តិចហើយដាក់ម្សៅសារ៉ាយហ្នឹងគឺចំនួន1ស្លាបព្រាបាយកូរច្បល់គ្រឿងចូលគ្នាឲ្យបានសព្វមករួចខ្ញុំបន្ថែមទឹកដោះគោខាប់ដែលខ្ញុំបានទុកពេលកូរជាមួយនឹងសកានេមិញខ្លះហ្នឹងណាពេលដែលដាក់ទឹកដោះគោខាប់ចូលទៅឃើញថារាងសាបបន្តិចអញ្ចឹងទើបខ្ញុំបានលួចបន្ថែមស្ករហ្នឹងគឺជិត1ស្លាបព្រាបាយចូលចំណែកសកានេខ្ញុំអត់បានបន្ថែមស្ករចូលដាក់ទៅទឹកដោះគោហ្នឹងដោយមូលហេតុសកានេខ្ញុំគឺផ្អែមខ្លាំងហើយអញ្ចឹងខ្ញុំអត់យករសជាតិរាងផ្អែមដិតពេកទេហើយចំណែកទឹកខ្ទិះដូងនេះខ្ញុំដាក់ទឹកដោះគោបានតែបន្តិចអញ្ចឹងរាងសាបយើងអាចបន្ថែមស្ករបន្តិចទៅមើលទៅថាទឹកខ្ទិះរបស់យើងបានពុះល្អហើយនឹងយកមកចាក់ពីលើចាហួយសកានេនៅខាងក្រោមហ្នឹងហើយមើលទៅចាហួយនៅខាងក្រោមហ្នឹងគឺឡើងពណ៌ក្រហមស្អាតមែនទែនយើងចាក់រហូតតតែអស់មកហើយយើងទុកឲ្យបានរឹងល្អបែបនេះហើយចាំយើងយកមកពុះហើយនៅពេលដែលយើងទុកចោលហ្នឹងគឺយើងអាចយកទៅដាក់ក្នុងទូទឹកកកក៏បានដែរព្រោះកាលណាយើងទុកក្នុងទូទឹកកកគឺចាហួយរបស់យើងហ្នឹងនឹងបានឆាប់កាន់តែរឹងល្អហើយពេលនេះនៅពេលដែលបានកកហើយគឺយើងយកមកពុះងាយស្រួលមែនទែនយើងគ្រាន់តែយកកូនកបិតហ្នឹងយកមកឆូតជុំវិញថាសមកហើយដាក់ផ្កាប់នៅលើថាសស្អាតមួយមកគឺចាហួយហ្នឹងចេញមកភ្លក់តែម្ដងមើលឲ្យបើកមកគឺឡើងតំណងហើយឃើញក្របហ្នឹងទៅច្រឡំថាដាក់ក្របជីឬក៏ល្ងអីអត់មានទេណាគឺជាក្របសកានេះអូខ្ញុំនិយាយមែនគឺតំណងខ្លាំងមែនទែនហើយយើងយកកបិតឲ្យមានម៉ូតតិចមកដើម្បីយើងកាត់ទៅឲ្យមើលទៅមានឃើញម៉ូតស្អាតអីអញ្ចឹងណាខ្ញុំបានកាត់ទៅជាដុំតូចបន្តិចមកដើម្បីឲ្យបានមានម៉ូតស្អាតហើយនឹងងាយស្រួលនៅក្នុងការញ៉ាំផងដែរហើយយើងជ្រៀកទៅជាដុំតូចមកខ្ញុំនិយាយមែនចាហួយនេះគឺងាយស្រួលធ្វើមែនទែនហើយយើងអាចធ្វើញ៉ាំលេងក៏បានឬក៏ធ្វើពេលមានកម្មវិធីជប់លៀងខួបកំណើតឬក៏ធ្វើពេលយើងមានបុណ្យទានអីក៏ល្អដែរហើយគឺចំណាយថវិកាតិចហើយយើងបានរបស់ញ៉ាំច្រើនហើយធ្វើឲ្យមានសុខភាពល្អថែមទៀតហើយមើលសារ៉ាយើងគឺមាន2ពណ៌យើងមានមុខនៅខាងលើហ្នឹងពណ៌សហើយខាងក្រោមហ្នឹងគឺពណ៌រាងក្រហមបែបកាឈូកអញ្ចឹងណាខ្ញុំនិយាយមែនមិនត្រឹមតែមានរូបរាងស្អាតអញ្ចឹងទេណារសជាតិគឺកាន់តែអែម